Hello teacher and hello everyone. Yes. ថ្ងៃនេះខ្ញុំបានចេញវីដេអូមួយជូនជាពិសេសទៅកាន់ teacher ខិតម៉ារឌីហើយដោយសារពេលវេលាដែលពួកខ្ញុំបាននៅក្នុងថ្ងៃនេះវាហាក់បីដូចជាខ្លីអញ្ចឹងខ្ញុំអត់ចង់ waste time ពេលវេលាដើម្បីនិយាយពាក្យជាច្រើនទៅកាន់ teacher ដែលខ្ញុំសង្កេតឃើញពេលនោះគឺរយៈពេលខ្លីខ្ញុំក៏បានសម្រេចចិត្តក្នុងការធ្វើវីដេអូនេះឡើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយនិងពិតជាអរគុណយ៉ាងខ្លាំងទៅកាន់ teacher ដោយសារបច្ចុប្បន្ននេះពួកយើងត្រូវបានបែកគ្នាត្រឹមថ្ងៃនេះខ្ញុំក៏លេងបានពួកខ្ញុំថ្នាក់ទី12ក៏លេងបានក៏បានសម្រាប់ភាសាអង់គ្លេសដើម្បីត្រៀមនៅមុខវិជ្ជាប្រឡងបាក់ឌុបនៅថ្ងៃខាងមុខដើម្បីស្វែងសិក្សាទុកពេលវេលានោះដើម្បីបន្ថែមនៅកង្វះខាតនៅមុខវិជ្ជាផ្សេងៗពួកយើងបានឆ្លងកាត់ជាមួយគ្នានៅរឿងរ៉ាវជាច្រើនក៏ដូចជាភាពអនុស្សាវរីយ៍ជាច្រើនដែលពួកយើងបានឆ្លងកាត់ហើយថ្ងៃនេះឈើក៏បានផ្ដល់នៅ certificate ពិតជាមានអត្ថន័យមួយសម្រាប់ខ្ញុំក៏ដូចជាគ្នាយើងទាំងអស់ដែលជាថ្នាក់ទី12ផ្ទាល់សម្រាប់ certificate នៅពីក្រោយខ្ញុំទាំងអស់គឺពិតជាមានអត្ថន័យដូចគ្នាក៏ប៉ុន្តែ certificate នេះពិតជាមានអត្ថន័យក្រៃលែងលើសពី certificate ដទៃទៀតយើងអាចនិយាយបានថាខ្ញុំបានព្យាយាមយើងបានសិក្សាជាមួយនឹងឈើរយៈពេល7-10ឆ្នាំទៅទទួលបាន certificate មួយសន្លឹកនេះ certificate នេះគឺស្ថិតក្រោមការខិតខំយកចិត្តទុកដាក់សម្រាប់ពួកខ្ញុំជាសិស្សហើយវាពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅខ្ញុំពិតជាអរគុណយ៉ាងខ្លាំងទៅកាន់ឈើហើយឈើប្រៀបដូចជាឪពុកទី2សម្រាប់ខ្ញុំក៏ដូចជាលោកគ្រូផ្សេងៗទៀតឈើតែងតែពន្យល់ក៏ដូចជាផ្ដល់នៅអនុសាសន៍ល្អៗផ្ដល់នៅបទពិសោធន៍ផ្ដល់នៅដំបូន្មានជាច្រើនសម្រាប់ពួកខ្ញុំប្រើប្រាស់នៅក្នុងថ្ងៃខាងមុខក៏ដូចជាចាប់ផ្ដើមនៅជីវិតទៅសាកលវិទ្យាល័យនិយាយឲ្យបានទៅគឺខ្ញុំបានសិក្សាជាមួយឈើចិត្តអស់រយៈពេល10ឆ្នាំសម្រាប់ភាសាអង់គ្លេសហើយភាសាអង់គ្លេសរបស់ពួកខ្ញុំក៏បានគួរសមគឺអាចប្រើប្រាស់នៅក្នុងការសន្ទនាផ្សេងៗក៏ដូចជាពាក់ព័ន្ធជាមួយនឹងអ្វីៗផ្សេងៗថែមទៀតភាសាពួកខ្ញុំបានលូតលាស់យ៉ាងគួរឲ្យកត់សម្គាល់ដែរសម្រាប់ការសិក្សាជាមួយឈើខ្ញុំបានចំណាយពេលវេលារយៈពេល7-10ឆ្នាំដែលពួកខ្ញុំបានសាងអនុស្សាវរីយ៍ជាច្រើនតាំងពីខ្ញុំនៅថ្នាក់បឋមសិក្សារហូតដល់បច្ចុប្បន្ននេះខ្ញុំនឹងប្រឡងនៅប្រឡងសញ្ញាបត្រទុតិយភូមិនៅថ្ងៃទី18សីហាឆ្នាំ2025ខ្ញុំពិតជាអរគុណយ៉ាងខ្លាំងទៅកាន់ឈើដោយសារថ្ងៃនេះយើងខ្ញុំបាទនៅក្នុងថ្នាក់គឺមានពេលវេលាតិចតួចខ្ញុំមិនអាចខ្ញុំគិតថាសម្រាប់ចិត្តក្នុងការធ្វើវីដេអូនេះឡើងកុំឲ្យទុកពេលវេលាថ្ងៃនេះសម្រាប់ឈើចែកcertificate ដល់សិស្សផ្សេងៗទៀតអញ្ចឹងខ្ញុំក៏អត់បានលើកឡើងនៅរឿងរ៉ាវដែលពាក្យចង់និយាយទៅកាន់ឈើពិតជាអរគុណខ្លាំងមែនតើឈើសម្រាប់ការយកចិត្តទុកដាក់ពង្រៀនរបស់ឈើទៅកាន់មកកាន់ពួកខ្ញុំហើយយើងបែកគ្នាដោយស្នាមញញឹមបែកគ្នាដើម្បីស្វែងរកអនាគតបែកគ្នាដើម្បីស្វែងរកជីវិតទៅសាកលវិទ្យាល័យក៏ដូចជាដំណើរឆ្ពោះទៅកាន់អ្វីៗដែលយើងនឹងត្រូវជួបប្រទះនៅថ្ងៃខាងមុខហើយសង្ឃឹមថាយើងនឹងនៅមានតែពេលវេលាជាច្រើនទៀតក្នុងការជួបជុំគ្នានិងបានជួបជុំជាមួយមិត្តរួមថ្នាក់ទាំងអស់គ្នាក្នុងថ្ងៃណាមួយ Yes អរគុណសម្រាប់ជើនិងអរគុណអ្នកទាំងអស់គ្នាអរគុណគ្រប់យ៉ាងអរគុណ